ជំរាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍ជាថ្មីមកកាន់ Channel កណ្ដាល Android វីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបភ្ជាប់គម្រោងថ្មីរបស់ SafeCard គឺគម្រោង SafeCard AO Mobile 5G ដែលគម្រោងដែលខ្ញុំបង្ហាញនេះគឺជាគម្រោងប្រចាំខែតម្លៃ$6ដូរបានទិន្នន័យ 90GB បូកជាមួយនឹងនាទីសម្រាប់ការខលចេញក្នុងប្រព័ន្ធ300នាទីនិងសារ SMS ចំនួន300សារសម្រាប់ការផ្ញើសារក្នុងប្រព័ន្ធបាទហើយសម្រាប់សុពលភាពរបស់វាគឺចំនួន30ថ្ងៃតោះអញ្ចឹងកុំឲ្យវែងឆ្ងាយយើងទៅដឹងពីរបៀបភ្ជាប់ទាំងអស់គ្នាជំហានដំបូងបងប្អូនចូលកន្លែងខលទូរស័ព្ទរបស់យើងមកអញ្ចឹងមុននឹងយើងអាចភ្ជាប់គម្រោងថ្មីនឹងបានតើតើយើងផ្ដាច់គម្រោងចាស់ជាមុនសិនដូចជាគម្រោង SafeCard Time to Ride និងគម្រោង SafeCard សេរីជាដើមបាទហើយសម្រាប់ការផ្ដាច់គម្រោងចាស់នឹងដែរបើសិនជាលេខរបស់យើងវាផុតសុពលភាពគឺយើងអាចធ្វើការផ្ដាច់គម្រោងចាស់នឹងបានទេលុះត្រាតែលេខរបស់យើងវានៅសុពលភាពអញ្ចឹងបងប្អូនឆ្ងល់ថាតើយើងធ្វើម៉េចដឹងថាលេខរបស់យើងវានៅសុពលភាពឬក៏ផុតសុពលភាពអញ្ចឹងចាំខ្ញុំបង្ហាញយើងគ្រាន់តែចុចផ្កាយ1201ត្រង់ជ្រុកមកហើយយើងចុចបញ្ជូនបាទអូខេដើម្បីដឹងថាលេខរបស់យើងនៅសុពលភាពឬក៏អត់យើងត្រូវមើលកន្លែងចំនួនលុយនេះបាទចំនួនលុយនៅក្នុងទូរស័ព្ទរបស់យើងណាបាទឲ្យតែវាបង្ហាញចំនួនលុយមិនថាលុយរបស់យើងនឹង$00ក៏ដោយឲ្យតែនៅចំនួនលុយវាបង្ហាញកន្លែងហ្នឹងគឺបានន័យថាលេខរបស់យើងវានៅសុពលភាពប៉ុន្តែបើសិនជាយើងចុចឆែកលុយហើយវាអត់មានលោតចំនួនលុយនៅកន្លែងហ្នឹងទេអាហ្នឹងបានន័យថាលេខរបស់យើងវាផុតសុពលភាពហើយឬក៏លុយរបស់យើងវាផុតកំណត់ហើយបាទនេះគឺជារបៀបសម្គាល់ថាលេខរបស់យើងវាផុតសុពលភាពឬក៏នៅសុពលភាពអញ្ចឹងណាបាទអូខេអញ្ចឹងសម្រាប់លេខរបស់ខ្ញុំគឺវានៅសុពលភាពទេអញ្ចឹងខ្ញុំចុចបិទមកបន្ទាប់ពីយើងឆែកដឹងថាលេខរបស់យើងវានៅសុពលភាពហើយយើងមកដឹងពីរបៀបផ្ដាច់គម្រោងចាស់ទាំងអស់គ្នាសម្រាប់របៀបផ្ដាច់គម្រោងចាស់ហ្នឹងយើងអាចផ្ដាច់តាមលេខកូដដោយការពីមុនបានទេឧទាហរណ៍ថា Time to Ride ផ្សេងគម្រោង SafeCard សេរីផ្ដាច់ផ្សេងអត់ទេគឺឥឡូវនេះផ្ដាច់តែមួយទេគឺយើងចុចផ្កាយ1200ត្រង់ជ្រុកហើយចុចបញ្ជូនបន្តមកទៀតសម្រាប់ iPhone យើងត្រូវចុច Reply ហើយសម្រាប់ Android យើងត្រូវចុចកន្លែងប្រអប់ដើម្បីសរសេរលេខណាជ្រើសរើសភាសាបាទអញ្ចឹងចុច Reply មកហើយចុចលេខ1បន្ទាប់ពីចុចលេខហើយយើងសម្រាប់ iPhone ចុច Reply សម្រាប់ Android យើងចុចពាក្យថា Send ឬក៏ផ្ញើតមកទៀតកន្លែងនេះដូចគ្នាយើងត្រូវចុចដដែលមក iPhone យើងចុច Reply សិនហើយវានឹងលោតប្រអប់ឲ្យយើងសរសេរសម្រាប់ Android វាលោតប្រអប់ឲ្យយើងមកយើងគ្រាន់តែចុចទៅលើប្រអប់ហើយយើងសរសេរលេខមកបាទកន្លែងនេះយើងត្រូវចុចលេខ2ដើម្បីធ្វើការស្នើសុំផ្ដាច់គម្រោងទាំងអស់បន្តមកទៀតយើងត្រូវចុចreply ឬក៏ send ផ្ញើអញ្ចឹងណាតាមប្រភេទទូរស័ព្ទរបស់យើងអូខេខ្ញុំចុច reply បន្តមកទៀតកន្លែងនេះយើងត្រូវវាយលេខ2ណាព្រោះគម្រោងដូរលុយរបស់យើងគឺវានៅស្ថិតនៅក្នុងសេវាកម្មទូរស័ព្ទនេះអញ្ចឹងយើងចុចកន្លែង reply សិនមកបាទហើយយើងចុចលេខ2បន្តមកទៀតយើងចុច reply ឬក៏ពាក្យថាផ្ញើលើទូរស័ព្ទដៃ Android ណាបាទអូខេជំហានបន្ទាប់ទៀតកន្លែងនេះគឺជាជំហានចុងក្រោយក្នុងការផ្ដាច់គម្រោងអាចារ្យណាបាទអញ្ចឹងយើងចុច reply ទៀតមកហើយយើងចុចលេខ1បន្ទាប់ពីចុចលេខ1ហើយយើងត្រូវចុចពាក្យថា reply អញ្ចឹងបើសិនជាបងប្អូនចង់ផ្ដាច់ចុច reply ឬក៏ send ផ្ញើនឹងមកបាទចុចកន្លែងហ្នឹងមកគឺវានឹងដាច់ហើយគម្រោងចាស់ណាបាទសម្រាប់ខ្ញុំអត់ចង់ផ្ដាច់ទេអញ្ចឹងខ្ញុំចុចបិទវាចោលតែម្ដងបាទអូខេអញ្ចឹងបន្ទាប់ពីយើងចុចផ្ដាច់គម្រោងហើយខាងក្រុមហ៊ុន SafeCard នឹងផ្ញើសារមួយបញ្ជាក់ប្រាប់ថាយើងបានផ្ដាច់គម្រោងមួយណាអញ្ចឹងណាផ្ដាច់បានឬក៏អត់ហើយបន្ទាប់ពីយើងផ្ដាច់បានជោគជ័យហើយដល់ពេលដែលយើងត្រូវបញ្ចូលលុយបាទកន្លែងនេះខ្ញុំបញ្ជាក់ណាយើងត្រូវផ្ដាច់គម្រោងអាចារ្យហើយចាំបញ្ចូលលុយបញ្ជាក់ហើយបញ្ជាក់ទៀតផ្ដាច់គម្រោងអាចារ្យជាមុនសិនហើយចាំបញ្ចូលលុយតាមក្រោយអូខេអញ្ចឹងចំនួនលុយដែលយើងត្រូវបញ្ចូលគឺចំនួន$6សម្រាប់គម្រោងប្រចាំខែហ្នឹងណាបើសិនជានៅកន្លែងលក់កាតទូរស័ព្ទអត់មានកាត$6ហ្នឹងទេយើងបញ្ចូលតាមកងធនាគាររបស់យើងមកមានគ្រប់ធនាគារហ្នឹងបាទមាន ACDA, ABA, Wing
KB ប្រសាស្ថាបនាជាដើមហ្នឹងបាទយើងបញ្ចូលតាមហ្នឹងទៅអញ្ចឹងបន្ទាប់ពីយើងបញ្ចូលលុយរួចយើងមកដឹងពីរបៀបភ្ជាប់គម្រោងថ្មីតែម្ដងបាទសម្រាប់របៀបភ្ជាប់គម្រោងថ្មីនេះងាយទេយើងគ្រាន់តែចុចផ្កាយ16 18ផ្កាយ600ត្រង់ជ្រុកហើយយើងចុចបញ្ជូនមកគឺជាការស្រេចបាទអញ្ចឹងបន្ទាប់ពីយើងចុចលេខកូដផ្កាយ16 18ផ្កាយ600ត្រង់ជ្រុកហើយយើងចុចបញ្ជូនរួចខាងក្រុមហ៊ុននឹងផ្ញើសារមួយមកកាន់យើងបញ្ជាក់ប្រាប់ថាយើងភ្ជាប់គម្រោងហ្នឹងបានឬក៏មិនបានអញ្ចឹងណាបាទក្នុងអត្ថន័យនៃសារមួយហ្នឹងណាអូខេអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺមានប៉ុណ្្នឹងទេបាទអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ហើយបើសិនជាបងប្អូនគិតថាវីដេអូរបស់ខ្ញុំមានប្រយោជន៍សូមកុំភ្លេចជួយចុចពាក្យជាឬក៏ Subscribe Channel របស់ខ្ញុំម្នាក់មួយផងបើសិនជាមានចម្ងល់អត់យល់តាមអត់ទាន់ត្រង់ចំណុចណាមួយបងប្អូនអាច comment សួរនៅខាងក្រោមវីដេអូបានហើយបើសិនជាអាចសូមកុំភ្លេចជួយ share វីដេអូមួយនេះម្នាក់មួយផងដើម្បីឲ្យបងប្អូនយើងដទៃទៀតគាត់បានឃើញអរគុណ